នានាច្រើនដែលជួយគ្នាលើកស្ទួយកសិករក្រសួងកសិកម្មជួយលើកបច្ចេកទេសនិងផែនការផលិតក្រសួងធនធានទឹកជួយលើកធានាសាស្ត្រដើម្បីមានទឹកផ្ទុះស្រែក្រសួងពាណិជ្ជកម្មជួយលើកទីផ្សារតម្លៃស្រូវអង្គក្រសួងឧស្សាហកម្មជួយលើកបច្ចេកទេសកែច្នៃក្រុមប្រឹក្សាវិវត្តជួយលើកមកវិនិយោគទីអាជ្ញាធរមូលដ្ឋានឃុំស្រុកខេត្តជួយតាមដានស្ថានភាពទូទៅរបស់បងប្អូនកសិករនិងជួយអន្តរាគមន៍ពលរដ្ឋតាមសមត្ថភាពរបស់ខ្លួនតម្លៃសហព័ន្ធស្រូវអង្គជួយមើលជាមួយទុច្ចរិតបង្ខំថ្លៃស្រូវគណៈធនាគារអភិវឌ្ឍជនបទនិងកសិកម្មជួយផ្ដល់កម្ចីការប្រាក់ទាបចុះហេតុអ្វីក៏នាំគ្នាចូលអល់មុខឯក្រសួងកសិកម្មឃើញតែតាមបណ្ដាញសង្គមកំពុងតែមានការវែងញែកច្រើនមែនទែនទាក់ទងជាមួយនឹងតម្លៃស្រូវក្នុងនាមខ្ញុំជាប្រជាកសិករហើយក៏ប្រជាជនរបស់ប្រទេសកម្ពុជាមួយរូបដែរសូមចូលរួមជាមតិតិចតួចដើម្បីចូលរួមលើកស្ទួយលើវិស័យស្រូវរបស់ប្រទេសកម្ពុជាហើយបងប្អូនប្រជាកសិករយើងត្រៀមនឹងប្រមូលផលនៅខែវិច្ឆិកាខាងមុខនេះដោយបងប្អូនប្រជាពលរដ្ឋទាំងក្រៅនិងក្នុងប្រទេសបានដឹងហើយថាបច្ចុប្បន្ននេះប្រទេសយើងកំពុងតែជួបបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងដូចនេះថ្នាក់ដឹកនាំរដ្ឋាភិបាលមានការបំពេញញឹកខ្លាំងចំពោះបញ្ហានេះដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវមានមនសិការក្នុងការចូលរួមដោះស្រាយនៅបញ្ហាចំពោះមុខហើយកំពុងតែកើតឡើងចំពោះតម្លៃស្រូវនាពេលបច្ចុប្បន្នដោយមើលឃើញពីបទពិសោធន៍របស់រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តនេះឆ្នាំកន្លងមកឃើញថាមានប្រសិទ្ធភាពយ៉ាងល្អប្រសើរក្នុងការទប់លំនឹងតម្លៃស្រូវលើទីផ្សារដែលអាចឲ្យប្រជាកសិករទទួលយកបានតាមរយៈការជំរុញក្រុមហ៊ុនឲ្យចុះមកប្រមូលទិញស្រូវតាមបណ្ដាស្រុកនិងឃុំដោយឃុំនីមួយៗមានអាជ្ញាធរឃុំបានកំណត់ទីតាំងសម្រាប់ក្រុមហ៊ុនចុះទទួលទិញ2ឬ3កន្លែងក្នុងមួយឃុំហើយអាជ្ញាធរឃុំត្រូវផ្សព្វផ្សាយបន្តទៅតាមបណ្ដាភូមិឲ្យបានដឹងពីទីតាំងនិងពេលវេលាដែលក្រុមហ៊ុនចុះមកប្រមូលទិញស្រូវរបស់ប្រជាកសិករកត្តាទាំងនេះធ្វើឲ្យប្រជាកសិករគាត់មានជម្រើសក្នុងការលក់ហើយប្រសិនបើមានឈ្មោះកណ្ដាលចុះទៅទិញដល់ក្បែរកន្លែងទីតាំងរបស់ពួកគាត់តែតម្លៃពួកគាត់មិនអាចទទួលយកបាននោះពួកគាត់អាចដឹកយកមកលក់នៅកន្លែងទីតាំងដែលក្រុមហ៊ុនចុះមកទិញដែលអាជ្ញាធរបានរៀបចំឲ្យហើយឃើញថាយុទ្ធសាស្ត្រនេះគឺជាយុទ្ធសាស្ត្រដែលសមស្របទៅនឹងគោលនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលគឺកសិករគាត់មានជម្រើសក្នុងការលក់ឈ្មោះកណ្ដាលគាត់មានជម្រើសក្នុងការទៅទិញហើយក្រុមហ៊ុនគាត់មានសិទ្ធិក្នុងការរក្សាតម្លៃលើទីផ្សាររបស់ស្រូវក្នុងនាមខ្ញុំជាប្រជាកសិករមួយរូបសូមសំណូមពរដល់រដ្ឋាភិបាលក្រសួងពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្រុមហ៊ុននិងឈ្មោះដែលរកស៊ីលើវិស័យស្រូវចូលរួមអនុវត្តតាមយុទ្ធសាស្ត្រដែលធ្លាប់បានអនុវត្តកន្លងមកហើយទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាកសិករយើងដែលកំពុងជួបនៅវិបត្តិក្នុងកលៈទេសៈដែលប្រទេសយើងកំពុងមានបញ្ហាព្រំដែនដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករឲ្យបានល្អប្រសើរយុទ្ធសាស្ត្រដែលនាងខ្ញុំលើកឡើងខាងលើនេះវាគ្រាន់តែជាគំនិតតូចមួយហើយក៏ជាការមើលឃើញមួយជ្រុងរបស់នាងខ្ញុំពីសម្ដីដែលនាងខ្ញុំនិយាយទៅឲ្យមានការលើសលួសឬប៉ះពាល់ដល់បុគ្គលណាហើយពុំដឹងខ្លួនក៏សូមអធិស្ឋានអភ័យទោសទុកជាមុនផងពីនាងខ្ញុំហងសីហាសូមអរគុណហើយក៏សូមជម្រាបលា